បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គមជាទីគោរពរាប់អានមួយរយៈនេះបន្ទាប់ពីមានការផ្ទុះរឿងបញ្ហាព្រំដែនកម្ពុជាថៃមកខ្ញុំតែងតែឃើញក្រុមខាងសុរិនក៏យ៉ងស្រះកែវអីទាំងអស់នោះគេតែងតែចេញនៅព័ត៌មានប្រតិកម្មហើយនឹងចោទទម្លាក់កំហុសថាខ្មែរយើងចង់បានរបស់គេអីចឹងណាហើយខ្ញុំក៏បានស្ដាប់នៅប្រវត្តិសាស្ត្រដែលអធិប្បាយដោយបងគុណចាន់នេះអញ្ចឹងហើយដល់ពេលយើងស្ដាប់ទៅខ្ញុំពិតជាមានអារម្មណ៍មួយគិតថាដូនតាខ្មែរកណ្ដាលយើងនេះពិតជាមានចិត្តធម៌មេត្តាខ្លាំងណាស់ទាំងដែលគេមិនដែលមានចិត្តប្រតិបត្តិមកចង់រួបរวมជាខ្មែរតែមួយអត់ដែរប៉ុន្តែតាំងពីដូនតាយើងមករហូតមករាប់រយឆ្នាំមកនេះនៅតែបណ្ដុះចិត្តកុំចិត្តបណ្ដុះគំនិតរបស់កម្ពុជាកណ្ដាលយើងនេះខ្មែរកណ្ដាលយើងនេះឲ្យគិតថាពួកខ្មែរសរិនខ្មែរអីស៊ីសកេតអីផ្សេងៗហ្នឹងជាខ្មែរទាំងតែមួយទាំងដែលគេស្អប់យើងគេមិនដែលទុកយើងជាបងប្អូនទេហើយរឿងនេះគេបណ្ដុះគំនិតតាំងពីជីដូនជីតាគេមកតាំងពីគេយកដីជុំថៃមកគេបណ្ដុះគំនិតបងប្អូនគេអញ្ចឹងគឺឲ្យស្អប់ខ្មែរកណ្ដាលយើងហេតុអីបានជាខ្ញុំនិយាយថាពួកគេបណ្ដុះគំនិតឲ្យស្អប់ខ្មែរកណ្ដាលយើងខ្ញុំធ្លាប់ទៅរស់នៅថៃខ្ញុំធ្លាប់ជួបពួកគាត់និយាយខ្ញុំដឹងហើយឥឡូវយើងស្ដាប់ប្រវត្តិសាស្ត្របងប្អូនចន្ទទីគាត់អធិប្បាយអត802មកគេឈប់បំបត្តិចោលលេងឲ្យមានសម័យអង្គរភ្នំលេងឲ្យមានសម័យចេនឡាគេបង្កើតឲ្យទៅសក្ការៈថ្មីគេបង្កើតទៅជាសម័យអង្គរនេះរុងរឿងទទួលស្គាល់ពីភាពរុងរឿងរបស់ខ្លួនជិត600ឆ្នាំរហូតដល់1431ពញាយ៉ាតចាក់ចោលក្រុងអង្គរគេថានឹងបញ្ចប់សម័យអង្គរចឹងគិតមើលពី802ដល់1431ពេលដែលពញាយ៉ាតចាក់ចោលក្រុងអង្គរនឹងមានរយៈពេលជិត5-600ឆ្នាំដែលកម្ពុជាទទួលស្គាល់ភាពខ្លាំងរបស់ខ្លួនប៉ុន្តែនៅក្នុងសម័យអង្គរមានព្រះមហាក្សត្រមួយអង្គដែលសពថ្ងៃមានរាជធានីរបស់ព្រះអង្គនៅមហិដ្ឋបរៈកដែលហ្នឹងគឺព្រះមហាក្សត្រព្រះបាទជ័យវរ្ម័នទី6ព្រះអង្គមិនរណបក្រុងអង្គរទេនៅពេលដែលហសវរ្ម័នទី3ព្រះអង្គឡើងសោយរាជចក្រភពអង្គរចុះខ្សោយដោយសារមានបាតកម្មរ៉ាំរ៉ៃនៅក្នុងរាជអតីតយវរ្ម័នទី2ព្រះមហាក្សត្រថ្មីមួយអង្គនៅទន្លេមូលខ្លួនឯងហ្នឹងនៅទឹកដីអតីតមហិដ្ឋបរៈហ្នឹងប្រកាសឯករាជ្យមិនចំណុះឲ្យអង្គរចឹងបងប្អូនចាំណាសម្រាប់ប្រវត្តិវិទ្យានៅកន្លែងនេះមានន័យថាព្រះមហាក្សត្រមួយអង្គបានប្រកាសឯករាជ្យមិនចំណុះឲ្យអង្គរគឺព្រះជ័យវរ្ម័នទី6ព្រះមហាក្សត្រអង្គនេះចង់កសាងទឹកដីចេនឡាឡើងវិញដោយមិនចំណុះស្ដេចអង្គរទេហើយព្រះអង្គក៏មិនបានយាងមកអង្គរដែរប្រកាសរាជរបស់ខ្លួននៅទន្លេមូលក្រោមការឧបត្ថម្ភរបស់ពួកមនខ្មែរនិងពួកគួយនៅតំបន់ទន្លេមូលសប្តាហ៍ហ្នឹងជាងហើយបានវាមានរឿងរ៉ាវនៃការបាត់បង់ទឹកដីរបស់ខ្មែរយើងនៃភាគខាងលើមហាក្សត្រខ្មែរប្រមាថជ័យវរ្ម័នទី6គាត់អត់បានមានចិត្តគំនិតចង់បង្រួបទៅជាសម័យអង្គរឲ្យខ្មែរមានកម្លាំងខ្លាំងគឺគាត់បំបែកចេញទៅជាទៅធ្វើនគររបស់គាត់មួយនៅស្រុកហ្នឹងហើយគាត់បានបណ្ដុះពីជំនាន់នោះមកឲ្យស្អប់ខ្មែរកណ្ដាលរហូតឃើញអត់បងប្អូនអញ្ចឹងហើយបានខ្ញុំនៅតែកោតសរសើរឬក៏កោតខ្លាចទៅថាបានណាមហាក្សត្រខ្មែរយើងជំនាន់មុននៅតែបណ្ដុះគំនិតឲ្យខ្មែរកណ្ដាលខ្មែរក្រោមទុកខ្មែរលើជាបងប្អូនជាសាច់ឈាមទាំងដែលគេស្អប់យើងវាហាក់បីដូចជាឪពុកយើងស្រឡាញ់នារីម្នាក់តែនារីនោះមិនបានស្រឡាញ់គាត់ទេគាត់នៅពេលដែលខាងនារីគេមានប្តីយើងមានឪពុកយើងមានប្រពន្ធបដោះចិត្តកូនឲ្យស្រឡាញ់កូននារីនឹងទៀតដល់តែមានចៅបដោះចិត្តចៅឲ្យស្រឡាញ់នារីនឹងទៀតទាំងដែលគេស្អប់យើងចង់ងាប់អញ្ចឹងដល់ពេលឃើញនៅសកម្មភាពនៅពេលនេះមានអារម្មណ៍មួយថាឈឺចាប់គឺស្រឡាញ់គេតែម្នាក់យើងគិតមើលយើងមានអារម្មណ៍របៀបម៉េចបាទហើយសូមស្ដាប់បន្តទៀតដោយសារតែព្រះមហាក្សត្រខ្មែរយើងអត់ចំណុះគ្នាបន្ទាប់ក្រោយមកនៅពេលដែលអង្គរចាប់ផ្ដើមរួបរวมឡើងវិញនៅក្នុងរាជព្រះបាទសូរ្យវរ្ម័នទី2ជាព្រះមហាក្សត្រដែលត្រូវជាក្មួយរបស់ជ័យវរ្ម័នទី6ព្រះអង្គបានយាងមកសោយរាជនៅអង្គរដោយមិនសោយរាជនៅសុរិនទេពេលព្រះអង្គបានអំណាចធ្វើគុតព្រះបាទធរណិន្ទ្រវរ្ម័នទី1ហើយធ្វើគុតព្រះបាទជ័យវរ្ម័នទី6ហើយព្រះអង្គបានមកសោយរាជនៅអង្គរមានន័យថាចង់បង្រួមដីខ្មែរយើងឡើងវិញណាដីខ្មែរយើងនៅសុរិនហ្នឹងក៏ត្រូវបង្រួមមកចូលទៅជាចក្រភពអង្គរតែមួយតែចាំណាថាក្នុងចន្លោះពេលនៃសម័យអង្គរមានព្រះមហាក្សត្រមួយអង្គប្រកាសរាជនៅឯសុរិនមិនយល់ព្រមទទួលស្គាល់អំណាចរបស់អង្គរអាហ្នឹងដែលធ្វើឲ្យដីខ្មែរយើងចុងក្រោយមកវាបាត់ចុងក្រោយដីខ្មែរយើងបាត់ដោយសារមានខ្សែរបស់ព្រះមហាក្សត្រមួយអង្គទៀតដែលនាមជ័យវរ្ម័នទី6នៅក្នុងពួកគេមិនព្រមចំណុះអង្គរទេចឹងហើយកម្លាំងកងទ័ពរបស់គេបានផ្ដាច់ខ្លួនទៅជាក្រុមគួយចឹងទៅក្រុមមនចឹងទៅក្រុមផ្សេងទៀតក្រោយមកពួកនោះហើយដែលជាអ្នកនាំកងទ័ពសយាមឡើងមកពាត់ទីក្រុងអង្គរវត្តមានព្រះបាទជ័យវរ្ម័នទី6នៅពេលដែលសសក់ផ្អែមចាប់ដើមធ្វើរដ្ឋប្រហារក្រុមរបស់មហិដ្ឋបរៈឬក៏យើងទទួលស្គាល់ថាដែនដីមួយភាគនៃទន្លេមូលខេត្តសុរិនទ្រស៊ីសកេតបុរីរាមឧបលរាជធានីនគររាជសីមាឬក៏ត្រាបច័ន្ទបុរីស្រះកែវរយងប្រាជិនក្រុមទាំងអស់នោះបានងាកទៅគាំទ្រពួកថៃ
ដែលកំពុងតែកសាងដែនដីរបស់ខ្លួននៅសកលទីនិងអយុធយាដោយសារពួកគេរស់ក្រោមអំណាចកម្ពុជាជិត5-600ឆ្នាំមានការធុញទ្រាន់ពួកនោះហើយជាអ្នកទៅរួបរวมជាមួយពួកសៀមរួចនាំផ្លូវពួកសៀមមកវាយក្រុងអង្គរឆ្ងល់ហើយបងប្អូនអ្នកខ្លះថាទេសៀមមិនបានគ្រាន់តែបង្រួមដែនដីខ្លួនភ្លាមនៅក្នុងឆ្នាំ1297សៀមបង្កើតឯករាជ្យ1297បង្កើតឯករាជ្យ1353សៀមអាចមានកម្លាំងលើកមកវាយក្រុងអង្គរឆ្ងល់ហើយត្រូវចាំបើសិនជាគ្មានការចូលរួមពីពួកមហិដ្ឋបរៈឬក៏ពួកតំបន់ទន្លេមូលសប្ងៃហ្នឹងដែលចុះចូលជាមួយពួកសៀមក៏សៀមមិនអាចវាយបែកក្រុងអង្គរដែរនេះគឺជាការក្បត់គ្នារបស់ខ្មែរយើងនៅក្នុងសម័យអតីតកាលតែក្នុងប្រវត្តិសាស្ត្រពេលដែលយើងសិក្សាស្រាវជ្រាវយើងមិនគួរនិយាយទេព្រោះវាជាកំហុសនយោបាយរបស់ដូនតាយើងសូម្បីតែពេលដែលអង្គរចុកខ្សោយហើយក្រោយមកប្របាទសូរិយវរ្ម័នទី2បង្រួបទឹកដីមកវិញក៏ពួកនោះគេអត់ចូលរួមជាមួយយើងដែរអញ្ចឹងមានន័យថាមិនបាច់ចាំដល់សៀមគេបណ្ដោះបណ្ដោះគុំវិជាទេគឺពួកគេតែងតែមានចងចិត្តចងកំណត់ស្អប់ខ្មែរកណ្ដាលយើងតែម្ដងគេអត់ចូលរួមជាមួយខ្មែរកណ្ដាលយើងទេអញ្ចឹងគេក៏បណ្ដុះផ្នត់កំណត់កូនចៅគេតាំងពីនោះមករហូតឲ្យស្អប់យើងដែលនៅសេសសល់ដូចសពថ្ងៃនៅតាមនៅប្រទេសថៃនៅរ៉ាយ៉ងប្រាតសរិនអីសពបែបយ៉ាងនេះដែលខ្ញុំធ្លាប់ទៅនៅតំបន់នឹងខ្លះដែរខ្ញុំធ្លាប់បានជួបពួកគាត់ខ្លះដែរគឺគាត់ហាមកគឺគាត់ស្អប់ខ្មែរយើងតែស្មែកខ្មែរកណ្ដាលយើងតែម្ដងណាបងប្អូនឥឡូវយើងស្ដាប់បន្តទៀតតែឯកសារសៀមបានសរសេរថាក្រុមកងទ័ពរបស់សៀមដែលលើកមកវាយក្រុងអង្គរក៏មានការចូលរួមការនាំផ្លូវពីពួកមហិដ្ឋបរៈដែរមហិដ្ឋបរៈជាដែនដីមួយស្ថិតនៅក្នុងខេត្តសុរិនសប្ងៃដែលយើងទទួលស្គាល់ថាជាពួកចេនឡាដីគោកណែបើខ្មែរមិនក្បត់គ្នាពេលនោះណាខ្មែរក៏មិនបាត់បង់ទឹកដីដែរនៅពេលដែលមហិដ្ឋបរៈលើកទ័ពមកជាមួយកងទ័ពសៀមដើម្បីពាត់ក្រុងអង្គរចំនួនដ៏ធំបំផុតរបស់ពួកមហិដ្ឋបរៈគឺមិនជាប់ជារណបប្រទេសកម្ពុជាអាចប្រកាសឯករាជ្យរបស់ខ្លួនបានណែនេះជាសិទ្ធិសេរីភាពដែលពួកគេចង់បានក្រោយមកសៀមបានប្រកល់ដែនដីមួយភាគធំទៅឲ្យស្ដេចត្រាញ់សោយរាជនៅក្នុងតំបន់នៃទន្លេមូលខេត្តសុរិនសប្ងៃឃើញទេបងប្អូនពួកគេពីដូនតាគេមកគេសុកចិត្តមិនចំណុះខ្មែរដូចគ្នាទេគេសុកចិត្តរណបសៀមតែដោយមិនចំណុះខ្មែរយើងទេនៅពេលចូលចំណុះសៀមគេបែងចែកទឹកដីឲ្យមកធ្វើជាស្ដេចក្រាញ់សុកចិត្តធ្វើជាស្ដេចក្រាញ់ប៉ុន្តែក្រោមរណបសៀមគេអត់សុកចិត្តចំណុះជាមួយខ្មែរយើងទេអញ្ចឹងមានន័យថាសន្តានចិត្តរបស់គេអត់ដែលទុកខ្លួនគេជាខ្មែរតាំងពីដូនតាគេមកវិញហើយយើងនេះអ្នកប្រវត្តិសាស្ត្រអ្នកនយោបាយមហាក្សត្រតែងបណ្ដោះចិត្តបណ្ដោះគំនិតទុកពួកគេជាខ្មែរតែមួយខ្ញុំឃើញវីដេអូមួយគាត់ថាតើយើងគួរកាត់សាច់ម្ដងនេះចោលឬក៏អត់បើអារម្មណ៍នៅពេលនេះនៅពេលដែលផ្ទុះរឿងនេះកើតឡើងយើងគួរតែកាត់សាច់ម្ដងនេះចោលទៅគេអត់បានស្រឡាញ់យើងគេអត់បានរាប់រយយើងទេគេបានប្រណុំថ្មីល្អស្អាតមិនតឹងតែប៉ុណ្ណោះគេបានតែស្អប់យើងគេមិនដែលទុកយើងជាបងប្អូនផងអញ្ចឹងយើងអាចទុកគេជាបងប្អូនបានដោយរបៀបមិនទៀតសរសើរនៅតែសរសើរអ្នកប្រវត្តិសាស្ត្រអ្នកនយោបាយចំនួនមុនបណ្ដោះចិត្តខាងពួកយើងនេះឲ្យនៅស្រឡាញ់គេរហូតដល់សពថ្ងៃបងប្អូនអញ្ចឹងយើងគួរពិចារណាមើលតើយើងគួរតែគិតយ៉ាងម៉េចឥឡូវនេះហើយបច្ចុប្បន្ននេះដែលមានសង្គ្រាមទល់នឹងថៃនេះទាហានដែលនៅតាមព្រំដែនដែលគេបញ្ជូនមកសិតតែជាអតីតខ្មែរលើទាំងអស់ស្ទើរតែទាំងអស់សិតតែជាទាហានដែលជាទាហានខ្មែរទាំងអស់ហើយពួកនោះសិតតែជាពួកអ្នកបំភ្លេចប្រវត្តិសាស្ត្រដើម្បីសេចក្តីសុខសន្តិសុខស្រួលរបស់ពួកគេឥឡូវគេសន្តិសុខស្រួលគេអត់បានចាប់អារម្មណ៍ជាមួយយើងគេថែមទាំងនិយាយថាយើងនេះចង់បានរបស់គេថែមទៀតណាហើយអញ្ចឹងគេគិតថាម៉េចបងប្អូនយើងគឺយើងជួយពិចារណាថាតើគួរតែកាត់សាច់ម្ដងនេះចោលឬយ៉ាងម៉េចសម្រាប់ខ្ញុំខ្ញុំទុកខ្មែរលើជាបងជាប្អូនអញ្ចឹងណាហើយពេលលើសូថៃធ្វើបានម្ដងកាលឃើញតែមានចិត្តអាណិតប៉ុន្តែនៅពេល3រឿងនេះខ្ញុំមួយមានអារម្មណ៍ថាសម្រាប់ខ្ញុំសុរិនលេងជាបងប្អូនខ្ញុំហើយសូមលេងជាបងប្អូនខ្ញុំហើយបាទសូមអរគុណ